តោះសួស្តីបងប្អូនឥឡូវយើងមកចូលលំហាត់មួយលំហាត់ទៀតណាអញ្ចឹងលោកគ្រូធ្វើវីដេអូខ្លីៗធ្វើមួយលំហាត់អញ្ចឹងឲ្យបងប្អូនតាមដានវីដេអូលោកគ្រូទៅហើយលំហាត់វាស្តីងគ្នាទេអញ្ចឹងដើម្បីធ្វើលំហាត់ហ្នឹងដូចលោកគ្រូធ្លាប់និយាយពីវីដេអូមុនអញ្ចឹងគឺយើងធ្វើអាខាងក្នុងវងកញ្ចក់នឹងអស់ហើយយើងទូទាត់វាមកហើយបានយើងយកមកគុណនឹង7ណាបាទយកមកគុណនឹង7ដល់ពេលយើងឃើញប្រមាណអីប៉ុន្មានហើយទើបយើងយក135ដកនៅចំនួនដែលយើងគុណនឹង7ហ្នឹងហើយរបៀបសរសេរដូចគ្រូនិយាយចឹងវាមានរបាំងចឹងដល់ពេលដែលយើងទូទាត់យើងថយរបាំងយើងប្រើគ្នាបដល់ពេលវងកញ្ចក់យើងទូទាត់អស់អញ្ចឹងអាកន្លែងគ្នាបនេះគេប្រើវងកញ្ចក់វិញអញ្ចឹងណារបៀបធ្វើតោះអញ្ចឹងអនមើលរបៀបសរសេររបស់លោកគ្រូទៅតោះឥឡូវយើងអាចទៅសេថា135ដកណាអញ្ចឹងគេនេះរបាំងចឹងលោកគ្រូប្រើគ្នាបបាទដល់ពេលអាគ្នាបនេះលោកគ្រូប្រើទៅជាវងក្រចកអញ្ចឹង72ចែក3នេះអូនយក72ចែក3អូនចែកចឹងមកចែកខាងក្រៅចឹងមកដាក់2 6បាន7ដក1សល់1តម្លាក់2បានអូបាទ4អូខេអញ្ចឹងវាសល់24ដកអញ្ចឹងអូនយក50នេះដក42អញ្ចឹងមិនបាច់ដកទេគិតយកមកទៅអញ្ចឹង5 3ហើយអូនដាក់ថាគុណនឹង5 2ឃើញទេតែយើងសរសេរយើងថយពីរបាំងមកគ្នាបអញ្ចឹងយើងបាន135ដកចាគ្នាបនេះគឺយើងប្រើវងកញ្ចក់ម្ដងអូនឃើញទេ24ដក8ចេញសល់16គុណនឹង5 2អូនឃើញទេអញ្ចឹងយើងបាន135ដកអញ្ចឹងអូនយក16គុណនឹង7ហើយបើចេះគិតលេខលឿនគិតមកអត់អីទេណាអញ្ចឹង7 6ដង42សេ2ត្រាទុក4 7ម្ដង7 7ដង4 10 1អញ្ចឹងមានន័យថា112បាយអូនអាចដកបានហើយបើយើងមិនសូវរេផ្លេចទេអូនអាចដាក់ដកមកនេះ135ដក112យើងដកអញ្ចឹងមកកុំខ្លាចខ្មាស់គេអត់ចេះគឺយើងរៀនដកកុំខ្មាស់គេអូនអញ្ចឹងអូនយក5អញ្ចឹងដើម្បីដកលេខយើងដកចាំមិនអូនដកពីលើចុះក្រោមពីស្ដាំមកឆ្វេងគេអត់មានដកអាមុខនេះមុនទេណាអញ្ចឹងគេដកនេះដកពីលើចុះក្រោមពីស្ដាំមកឆ្វេងអានេះគេហៅស្ដាំនេះស្ដាំខាងនេះស្ដាំខាងនេះឆ្វេងហេអញ្ចឹង5ដក2សល់3 3ដក1សល់2 1ដក1សល់0អញ្ចឹងចម្លើយយើងគឺឃើញ23បាទអរគុណអញ្ចឹងនៅក្នុងវីដេអូរបស់លោកគ្រូមានប៉ុណ្ណឹងបាទពុកម៉ែបងប្អូនមានកូនខ្សោយគណិតវិទ្យាអាច share វីដេអូរបស់ខ្ញុំទៅចែកម្លែកឲ្យពួកគាត់រៀនមើលឬក៏មើលតាមវីដេអូខ្ញុំនឹងព្យាយាមធ្វើវីដេអូខ្លីៗសម្រាប់ជួយកូនពុកម៉ែបងប្អូនដែលខ្សោយអញ្ចឹងអរគុណច្រើនវីដេអូខ្ញុំមានប៉ុណ្ណឹងបាយបាយជម្រាបលា